ចឹងការថ្លឹងតាម NO ហ្នឹងវាមានពីរបីរបៀបអាស្រ័យលើលោកគ្រូអ្នកគ្រូដែលបរៀនតែតាមអ្វីដែលយើងបានបង្ហាញលោកគ្រូហ្នឹងគឺគោលការណ៍ថ្លឹងតាម NO ហ្នឹងបាទអនុវត្តតាមកន្លះសម័យកាលអេឡិចត្រូងណាចឹងថ្លឹងសម័យកាលតាម NO ណាចិត្តមិនដឹងថា NO ជាអីហ្នឹងណា NO គឺចំនួនអុកស៊ីតកម្មបាទចំនួនអុកស៊ីតកម្មណា NO នេះចឹងតើយើងត្រូវថ្លឹងយ៉ាងម៉េចចឹងកលឹះនេះគឺថាដំបូងគឺយើងត្រូវតែពិនិត្យមើល NO ទៅលើធាតុដែលមាន NO ប្រែប្រួលណាបាទចឹងលោកគ្រូដាក់ជាកលឹះឡើងវិញដំបូងឡើយត្រូវពិនិត្យមើលធាតុដែលមាន NO ប្រែប្រួលបន្ទាប់ពីរកឃើញធាតុដែលមាន NO ប្រែប្រួលហើយយើងត្រូវសរសេរកន្លះសម័យកាលលោកគ្រូដាក់ E ដកមានអេឡិចត្រូងកន្លះសម័យកាលអេឡិចត្រូងដែលកន្លះសម័យកាលអេឡិចត្រូងមានបង្កប់ទៅលំនាំ2នៅក្នុងហ្នឹងបាទទី1គឺអាចជាលំនាំរេតុកម្មបាទលំនាំរេតុកម្មមានន័យថាវាចាប់យកអេឡិចត្រូងណានេះគូសរសេរទូទៅសិនបាទ M ជាលោហៈទូទៅណាជាធាតុគីមីទូទៅមានន័យអញ្ចឹងណាបាទបានមក M អញ្ចឹងទៅណាលំនាំមួយទៀតដែលកើតឡើងពេលយើងសេកន្លះសម័យកាលគឺលំនាំអុកស៊ីតកម្មបាទលំនាំអុកស៊ីតកម្មកណារេតកម្មចាប់អេឡិចត្រូងអុកស៊ីតកម្មបោះអេឡិចត្រូងណាគឺជាលំនាំមួយដែលអេឡិចត្រូងនៅអង្គទី2ណាអុកស៊ីតកម្មអេឡិចត្រូងនៅអង្គទី1ទៅពេលសំទោសអុករេតកម្មអេឡិចត្រូងអង្គទី1អុកស៊ីតកម្មអេឡិចត្រូងនៅអង្គទី2បាទហ្នឹងគឺការសេកន្លះសម័យកាលអេឡិចត្រូងអញ្ចឹងគ្រូដាក់ខាងលើសម័យកាលទី1ខាងក្រោមសម័យកាលទី2បាទបន្តទៅទៀតទី3គឺយើងអនុវត្តតាមគោលការណ៍អនុវត្តតាមគោលការណ៍អេឡិចត្រូងដែលបានបោះអេឡិចត្រូងបោះស្មើអេឡិចត្រូងទទួលយកត្រង់កន្លែងនេះគឺយកសម័យកាល1បូកនឹងសម័យកាល2ណាគឺមានន័យថាយកសម័យកាល1បូកឲ្យសម័យកាលទី2ឃើញណាបូកទៅសម្រួលអេឡិចត្រូងចោលកាលណាសម្រួលមិនដាច់គុណចោលគុណទៅលក្ខខណ្ឌទី4គឺថ្លឹងសម្រេចថ្លឹងសម្រេចបាទថ្លឹងសម្រេចមានថាយើងទៅថែមមេគុណទៅលើធាតុណាខ្លះដែលយើងត្រូវតែបន្ថែមវាឲ្យស្មើនឹងទាំងអស់ណានៅសាលាមានបាននិយាយកន្លែងនេះទេគាត់
ong rồi ong តាមវិធីហ្នឹងណាបាទងាយចាំតែ4 train ហ្នឹងគឺធ្វើឲ្យចេះខុសឯងចាំ4 train ឲ្យច្បាស់ធ្វើមិនកុំខុសដែរទី1ទៅធ្វើអីទី2ធ្វើអីទី3ធ្វើអីហើយដល់ពេលយើងអនុវត្តយើងមានសរសេរចឹងណាយើងកាត់យកតាមិនចឹងបាទឥឡូវយើងសាកលំហាត់មួយសិនហើយយើងដើរតាមកន្លងហ្នឹងណាយើងធ្វើលំហាត់ហើយយើងដើរតាមកន្លងហ្នឹងដែរទៅធ្វើមិនខ្លះមិនទាំងតាមបានអូនត្រូវគ្រូយកលំហាត់មកមួយសិនងាយហាត់ដល់ S មួយចុះបាទយើងធ្វើជាលំហាត់គំរូមួយសិនបាទហើយអនុវត្តតាមគោលការណ៍ហ្នឹងមើលយើងយល់អត់បើថាយល់នឹងអូខេអាចហាត់ត្រូវកាលណាយល់គឺមានធ្វើបានក៏កាលណាអត់យល់ធ្វើអត់បានទេអញ្ចឹងវាថាយល់មួយម៉ាត់ហ្នឹងគឺយើងអាចធ្វើបានពេលដែលឃើញឧទាហរណ៍មួយហើយយើងអាចធ្វើឧទាហរណ៍ផ្សេងចិត្តបាននឹងយល់ហើយចេះហើយអញ្ចឹងគូលើកយកលំហាត់គំរូមួយដាក់ថាលំហាត់គំរូគឺគូលើកយកហាស់the s បូកឲ្យ cl2 បង្កើតបានជាហាស់ cl បូកឲ្យ s បាទក្នុងការថ្លឹងនេះអាលំនាំពីរនេះដល់ពេលយើងធ្វើយើងមិនបាច់ចាំសរសេរអុកស៊ីតកម្មរេកម្មទេការវាច្រឡំការវាភ្លេចតែដល់ពេលយើងធ្វើយើងចាំវានៅក្នុងសមាសធាតុបាទក្នុងសមាសធាតុ e រ៉ូសែតបូក1 o ដក2ជានិច្ចណាគឺចាំអញ្ចឹងនៅក្នុងសមាសធាតុហាស់បូក1 o ដក2បាទអាតូមនេះឬក៏ម៉ូលគីឡង់ធាតុតូ NO ស្មើ0បាទឥឡូវគាត់អាចប្រាប់លោកគ្រូបានទេថាឥឡូវ S នឹង S នេះថា S O ថាប្រមាណស្មើដក2លោកដក2បាទត្រឹមត្រូវសាហាស់បូក1អញ្ចឹង S ដក2ត្រឹមត្រូវណាហ្នឹងហើយអរគុណឆ្លងចឹងមកហើយកាលណាយើងមើល S អង្គទី1យើងត្រូវមើល S អង្គទី2ណាអត់មានទៅមើលអីផ្សេងទេអញ្ចឹង S អង្គទី2វានៅម្នាក់ឯងវាស្មើ0ចាអាហ្នឹងគូរបស់វាមួយអញ្ចឹងគូនឹងគូភ្ជាប់ណាហ្នឹងគឺ2S មករក S ដែលមានទុក0គូវាមួយបាទហ្នឹងពេលយើងធ្វើអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងអត់យកហាស់មកនិយាយទេយើងសេក្លាស្មីការមួយសិននឹងពេលយើងធ្វើយើងអនុវត្តយើងធ្វើអញ្ចឹងអត់មានទៅធ្វើតាមគោលការណ៍វែងយើងត្រេមួយមកក្រោមនេះយើងដាក់ថា S 2ដកនៅចង់សេដាក់អក្សរអុកស៊ីតកាមរេតកម្មក៏ដាក់ទៅមិនអីទេ100 S 2ដក100S បន្ទុក0អាហ្នឹងS 2ដក 100S បន្ទុក0នឹងកើនឡើងឬថយចុះតាមឃើញ0កើនឡើងឬថយចុះកើនណាបាទអញ្
chẳng như thay electron như ta cú thay nơi ong khả nà nó chẳng thay electron cứ thay nơi ong khả nà miền tục sọc của chiên chẳng ong thì mũi đỏ pi là đỏ pi ong thì pi sồn chẳng như lựa tôi mà đỏ thông lựa đỏ pi mà ong thì pi mà bán bộ pi này lại này xoay ca thì mùi vậy nè chẳng như mình hot trap thì oxide cam đây được cam ấy ta bất với oxide cam này ta khi electron ong thì pi oxide cam này tại sao ấy đỏ pi chia đây được cò nè oxide cam đây là cam mình đôi oxide co đây là co thế dạ khó khăn áผมไม่เจอออกซิดกรรมอะไรกรรมโดยเนี่ยโดยตีมือที่ปีมือตะเลอคลอนี่คลอนี่จะโมเลกุลอังเทปโตลเนื้อมันไอ้คือวิสมาโซนเวียนเนื้อจะมาHCl ห้าบกมวยจังอันนี้ดอกมวยvà ดอกมวยเห็นมาแต่นั้นกูบอกเวียนมวยจีละvà กูบอกเวียนจัง Cl เด้อchỉ mùi nắng sẽ đỏ mùi nhỉ nhé và chẳng cả này sẽ đỡ nhưng do mà xe class mấy ca một tiền màu do sẽ đỡ từ má năng lượng ấy giờ sẽ đỡ thấy mà nó sẽ đỏ và từ đó sẽ đỏ từ đó sẽ đỏ chẳng cả đấy viên sừng tua nè viên sừng tua clon viên ăn thì muối mình tục sốt nó sừng tua pi chẳng khi là tông clon smart này thì giống như tới thôi viên smart này sân hai mươi con lại pi sân về time tới anh pi con lang một lờ này bạn đỏ pi nè bạn đỏ pi rồi đó bạn sâu chân sâu này đỏ pi không thể pi đó mà chẳng trăng lược ở đỏ pi mà ăn thì muối chẳng bộ lại pi lịch trồng đó bộ pi lịch trồng và chẳng như khi lịch trồng với smart này bạn ạ nhé này smart này bạn ạ và chẳng dừng đầm bay ai ban chia sẻ mấy cái như trật bộ vía và bộ việc châu nè ăn chỗ đó ăn là tan cô cá thằng electron bạn box mà trong tôi giờ này và chẳng dừng một bát bầm bát electron trao tại sao với pi mà thế nhưng dùng trao đây mà đó tới bà để đỏ hàng lớn ăn thì pi làm ăn thì mùi chẳng như ban mấy ca mấy cứ ấy đỏ pí bộ áo sẽ đỡ một cái ban để chia rồi miền tục xấu bộ áo pí sẽ đỏ chẳng ban trong cái lăng sầm rách này nó hành lăng sầm anh ấy lăng đấy tầm ban cái như châu đo nói trong cái lăng sầm rách nè bà mà đấy lăng ở toàn trời ghê thằng máy như giờ mê quân đã rồi nó lăng sầm rách trong cái và lực ru đã lăng sầm ráchคือmiền đình chẳng nè chẳng trong cái lăng sầm rách chẳng ru xây mấy ca là nguyên sấn HDS bộ áo sẽ đỡ bằng cả bàn chia HCl bộ S ta chỉ mới lần rách lầnอย่างไรbà dân bị đất mơ là bật tốc độ pi ở miền mê côn đế em tốc độ pi miền mê côn đế miền đề chắc sẽ ở đây miền mê côn đế miền
អត់មានទេមេគុណមើលឃើញសន្ទោះមិនមែនមេគុណទេនេះគឺយើងគ្រូសួររកមេគុណណាអេបន្ទុក0មានមេគុណទេ អត់មានគ្រូ អត់មានទេចាស់ cell បន្ទុកដក1មានមេគុណទេ មាន មាន2អញ្ចឹងយកអា2មកដាក់ខាងមុខ cell ហ្នឹងនេះណាហ្នឹងខ្លងសម្រាប់នៅពេលយើងថែម2នៅមក50 cell ឃើញអាតូនទាំងអស់ស្មើនេះអត់ ស្មើគ្រូ បាទហ្នឹងថាអាហ្នឹងហើយខ្លងសម្រាប់ណាបាទអញ្ចឹងកណាស្មើនេះហើយគឺត្រូវហើយបាទយើងបានទុនមកពីខាងអាក្លាសមីកាហ្នឹងហើយបាទអញ្ចឹងគឺមានយល់ហើយប៉ុណ្ណឹងហើយកណាយើងប្រឡងអីមើលប្រធានឡើងច្បាស់ជាអត់ចង់ណាបើស្លឹងតាមទៅធ្វើក្លាសមីកាហ្នឹងហើយថាធ្វើដាក់មេគុណយកដាក់យកហ្នឹងអត់ត្រូវគេអត់ឲ្យត្រូវទេអត់ឲ្យផ្ទុះទេមានអញ្ចឹងឥឡូវធ្វើឲ្យយើងខ្លងសមីការនេះមួយបាទហ្នឹងយើងចូលដល់វគ្គអនុវត្តហើយបាទ HCl បូកអុកស៊ីសែនបង្កើតបានដូចជា Cl បូកទឹក ជឿសលោកគ្រូខ្ញុំមកចាលោកគ្រូ បាទកូនបាទអញ្ចឹងយើងនឹងខ្លងក្លាសសម័យកាលនេះតាមរយៈសំទោសយើងខ្លងសម័យកាលនេះតាមរយៈក្លាសសម័យកាលអេឡិចត្រូនណាដែលមានគម្រោងលើចឹងសូមប្រើពេល5នាទីបាទហើយឆ្ងល់សួរគ្រូឥឡូវនឹងបាន